បាទជម្រាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះសុខសប្បាយដែរទេហើយបានអ្វីញ៉ាំបាយដែរថ្ងៃនេះរនឹកម៉ូបឃើញនៅហ្នឹងហើយបើសិនជារោគនឹកម៉ូបមិនឃើញយើងមកនឹកឃើញម៉ូបស្រែយើងម៉ូបខ្មែរម៉ូបសុតសាតតែម្ដងថ្ងៃនេះម៉ូបស្រែបាទហ្នឹងហើយតាមពិតទៅខ្ញុំមិនត្រូវយកមកបង្ហាញទេអ្នកណាក៏ចេះដែរណាក៏ប៉ុន្តែជួនកាលទៅយើងភ្លេចដែរណាបងប្អូនណាដូចខ្ញុំនៅឆ្ងាយអញ្ចឹងយូរញ៉ាំម្ដងម៉ូបស្រែយើងបាទថ្ងៃនេះខ្ញុំយកតកួនបាទថ្ងៃនេះតកួនខ្ចីតែម្ដងតកួននេះគឺតកួនចិនទេក៏ប៉ុន្តែខ្ញុំសល់ពីធ្វើគេហៅមូកថាហ្នឹងអញ្ចឹងហើយខ្ញុំយកតកួនហ្នឹងអត់យកស្លឹកប្រមាណទេដើម្បីយកមកស្លមកជូរស្រែជាមួយនឹងត្រីកាភ្លៀងបាទត្រីកាភ្លៀងនេះគឺបានពីបងនៅចិត្តខាងផ្ទះហ្នឹងគាត់ឲ្យមកណាហ្នឹងហើយខ្ញុំយកមកស្លមកជូរតែម្ដងបាទស្លមកជូរស្រែយើងអត់មានអីមានរំដេងដេងដំទៅស្លឹកគ្រៃហើយនឹងខ្ទឹមស្លឹកក្រូចហើយនឹងរមៀតបន្តមកទៀតយើងក៏មាននេះបាទអំពិលទុំដើម្បីធ្វើម្ជូររបស់វាប្រើអំពិលខ្ចីក៏បានដែរបងប្អូនហើយយើងមានមកអមហើយលាយម្រះព្រៅទៀតថ្ងៃនេះពិសេសតែម្ដងនឹងហើយយើងក៏មានម្ទេសអញ្ចឹងណាបងប្អូនណាអត់ពិបាកទេសម្លម្ជូរស្រែយើងមុនដំបូងយើងដាក់ដាំទឹកទៅយើងយកស្លឹកគ្រៃដំរំដេងដំដាក់ចូលណាហើយស្លឹកក្រូចអីហ្នឹងក៏ដាក់ឲ្យរមៀតយើងមិនបុកទេយើងដំដាក់ចូលតែម្ដងហ្នឹងហើយសម្លស្រែយើងតែកុំភ្លេចយើងបង់អំបិលបន្តិចផងហើយយើងទឹកហ្នឹងឲ្យពុះណាទឹកសម្លយើងឲ្យពុះទៅបន្តមកទៀតយើងជ្រុំប្រហុកណាបងប្អូនបាទប្រហុកហ្នឹងក៏យើងប្រហុកស្រែយើងដូចគ្នាហ្នឹងបងប្អូនយើងដាក់ច្រើនទៅបើស្អីចូលចិត្តបើមិនចូលចិត្តយើងដាក់តែបន្តិចទៅប៉ុន្តែក៏ប៉ុន្តែបងប្អូនខ្លះក៏អត់ចូលចិត្តដូចថាប្រហុកចឹងគាត់ដាក់ទឹកត្រីក៏បានដូចគ្នាហ្នឹងហើយប៉ុន្តែនិយាយចំទៅសម្លម្ជូរស្រែបាទសម្លខ្មែរយើងមិនចោលប្រហុកទេបាទរឹតតែឈ្ងុយរឹតតែស្អុយរឹតតែឈ្ងុយឆ្ងាញ់បាទឥឡូវនេះខ្ញុំដាក់ប្រហុកឲ្យបងប្រហុករួចហើយបងប្អូនណាហ្នឹងហើយជ្រុំប្រហុកដាក់ហើយយើងទុកឲ្យពុះបន្តិចទៅពុះខ្ជូលកាលណាពុះឲ្យយើងឃើញពពុះអញ្ចឹងណាយើងដួសពពុះដួសអីចេញមកហ្នឹងហើយបន្តមកទៀតយើងយកត្រីរបស់យើងត្រីថ្ងៃនេះត្រីកាភ្លៀងបងប្អូនហ្នឹងហើយបើសិនមានត្រីក្រាញ់ត្រីផ្ទក់កូនត្រីតូចកពឹសអីក៏ដាក់បានដែរបងប្អូនរឹតតែឆ្ងាញ់ណាបងប្អូនហ្នឹងហើយដាក់ឲ្យឃើញពពុះបាទពពុះទឹកល្អចេញមកមិនល្អអញ្ចឹងយើងដួសចេញមកណាហ្នឹងហើយខ្ញុំសូមប្រាប់ម្ដងទៀតបើសិនជាអ្នកបាត់ដំបងគឺចូលចិត្តយករមៀតព្រមទាំងខ្ទឹមនឹងបុកលាយជាមួយគ្នាបើសិនជាយើងឃើញពុះអញ្ចឹងហើយស្លឹកគ្រៃយើងសកេសកាអញ្ចឹងយកចេញមកបានហើយប៉ណ្ណឹងវាក្លិនហើយបន្តមកទៀតយើងយកត្រកួនរបស់យើងបើសិនជាបានតកួនស្រែទៅល្អទៀតណាបងប្អូនហ្នឹងហើយថ្ងៃនេះខ្ញុំមានតកួនចិនខ្ចីស្រួយស្ញោកតែម្ដងហ្នឹងហើយខ្ញុំអត់សូវដាក់ស្លឹកប្រមាណទេតកួនបន្តមកទៀតឃើញថាតកួនយើងចាប់ដើមទុនហើយយើងប្រើម្ជូរដាក់តែម្ដងណាបងប្អូនបើសិនជាយើងមានអំពិលខ្ចីរឹតតែពិសេសទៀតហើយស្លឹកអំពិលក៏ដាក់រឹតតែឆ្ងាញ់ទៀតហ្នឹងហើយអូហ្នឹងហើយល្បះអំពិលស្លឹកអំពិលយើងហ្នឹងណាតែម្ជូរអំពិលទុំក៏បានដែរបងប្អូនខែនេះមានអំពិលទុំអំពិលខ្ចីដូចជាអត់តន់ដូចជាទុំអស់ហើយខែណាបន្ថែមប៊ីចេបន្តិចមកក៏បានដែរបងប្អូនហ្នឹងហើយដាក់ទៅហើយចុងក្រោយយើងហ្នឹងគឺយើងប្រើម្អមហើយនឹងម្រះព្រៅបើសិនជាអត់មានម្អមប្រើម្រះព្រៅអត់មានម្រះព្រៅប្រើម្អមអញ្ចឹងពីរមុខហ្នឹងប្រើមួយណាក៏បានដែរសម្លស្រែយើងក៏មកជូរស្រែណាបងប្អូនអូយបើសិនជាបាយក្តៅហត់ទឹកក្តៅបងប្អូនអើយជូរជ្រះតែម្ដងនេះសម្លនេះឆ្ងាញ់ហ្នឹងឆ្ងាញ់ហ្នឹងថ្ងៃហ្នឹងខ្ញុំអស់បាយ2 3ចានណាបងប្អូនខ្ញុំញ៉ាំតែឯងហ្មងហ្នឹងហើយសម្លមួយចានញ៉ាំតែឯងហ្មងនេះអូចិត្តអាក្រក់ថ្ងៃហ្នឹងខ្ញុំហ្នឹងហើយអរគុណបងប្អូនមេត្តាជួយ share វីដេអូខ្ញុំម្នាក់មួយផងណាបងប្អូនណាហ្នឹងហើយក៏បានចូលរួមទស្សនាខ្ញុំវីដេអូរបស់ខ្ញុំសូមជូនពរបងប្អូនឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនទាំងអស់គ្នាណាបាទហើយសុខភាពល្អផងបាទឥឡូវនេះខ្ញុំបាទសូមជម្រាបលាសិនបាទខ្ញុំសន្យាជួបបងប្អូនវីដេអូក្រោយទៀតបាទសូមអរគុណ